បរិយាកាសពេលល្ងាចនៅក្លឹបប្រដាល់ធនសុភាគុណខ្មែរខ្លាយជាសប្បាយរីករាយមិនធម្មតាបន្ទាប់ពីគ្រូបង្វឹកធនសុភាបានបញ្ចេញស្នាដៃកាត់សក់តម្រឹមឲ្យកីឡាកររបស់ខ្លួនក្នុងនោះគ្រឿងសុជឿតនិងធនក្របីគឺជាគោលដៅដំបូងដែលត្រូវបានគ្រូបង្វឹករំលឹកសេចក្តីស្រឡាញ់តាមរយៈកន្ត្រៃគណៈសិស្សប្រុសៗមួយចំនួនទៀតដែលមានសក់វែងៗក៏មិនអាចគេចផុតពីកន្ត្រៃរបស់គ្រូបង្វឹកនេះបានដូចគ្នាការចាប់កាត់សក់នេះមិនមែនដោយសារខឹងសម្បារឬបញ្ហាអ្វីនោះទេប៉ុន្តែជាគោលការណ៍របស់ក្លឹបតម្រូវឲ្យកីឡាករប្រុសៗទាំងអស់ត្រូវមានសក់ខ្លីស្អាតសមរម្យនិងត្រៀមខ្លួនសម្រាប់ឡើងលើសង្វៀនមិនអាចឡើងប្រកួតទាំងសក់វែងនោះទេទោះជាយ៉ាងណាបរិយាកាសទាំងមូលនៅក្លឹបនៅតែពោពេញដោយស្នាមញញឹមសើចសប្បាយនិងភាពស្និទ្ធស្នាលបង្ហាញពីវិន័យបូកនឹងសំណើចរបស់ក្លឹបប្រដាល់ធនសុភាគុណខ្មែរครับตอนนั้นสะอาดเลยHãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn